សូមជម្រាបលាអ្នកនិយមខ្លាចខ្មោចទាំងអស់គ្នាស្វាគមន៍មកកាន់សំណោចរុនធូតសាច់រឿងយើងនៅក្នុងថ្ងៃនេះមានចំណងជើងថាដូនជីអត់ក្បាលមុននឹងស្ដាប់រឿងបាសសក់តិចមួយនេះសូមអ្នកទាំងអស់គ្នាចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ Admin មានលុយទិញសាប៊ូបណ្ដោះសក់បន្ថែមផងនៅពេលនេះសំណោចរុនធូតសូមបកអាក្រាតរឿងដូចតទៅនៅជាក្រុងដាច់ស្រយាលមួយមានវត្តចាស់បុរាណមួយដែលគេបោះបង់ចោលជាច្រើនជំនាន់មកហើយជញ្ជាំងវត្តព្រះស្រាំដំបូលធ្លុះធ្លាយនិងបរិវេណពោពេញទៅដោយស្មៅដុះទ្រុបទ្រុលនិងដើមឈើធំដែលបង្កើតជាម្លប់ដ៏ត្រជាក់និងគួរឲ្យមានភាពភ័យខ្លាចអ្នកស្រុកនៅតំបន់នោះតែងនិយាយតគ្នាថាវត្តចាស់នេះជាកន្លែងដែលមានព្រលឹងវិញ្ញាណសន្ធិដ្ឋនៅទីនោះជាពិសេសគឺព្រលឹងដូនជីម្នាក់ដែលគ្មានក្បាលរឿងដូនជីអត់ក្បាលភាគវែងដាក់ផុសនៅម៉ោង 4 នេះសូមកុំភ្លេចទស្សនាទាំងអស់គ្នា